ជាច្រើនពេកណាស់ខ្ញុំបានសូមអរគុណឲ្យលោកសេដ្ឋីឯងដឹងទេរោងពពែនេះវាសំខាន់ខ្លាំងណាស់ដូច្នេះទើបយើងឲ្យឯងធ្វើវាក្នុងរយៈពេលយូរហ្នឹងណាបាទលោកសេដ្ឋីម្យ៉ាងទៀតយើងឆ្ងល់ណាស់មិនក៏ឯងមិនធ្វើវាឲ្យបានលឿនព្រោះឯងក៏អាចរកការងារបន្តទៀតបានមិនចឹងហីលោកសេដ្ឋីមានប្រសាសន៍ត្រូវហើយតែជាជាងម្នាក់ត្រូវមានទំនួលខុសត្រូវមិនអាចកេងចំណេញឬមិនគោរពតាមការចង់បានរបស់អតិថិជននោះទេឯងដឹងទេមានជាងច្រើនណាស់ដែលប្រកែកមិនទទួលព្រោះខ្លាចអន់ហើយក៏មានជាងច្រើនដែរដែលធ្វើបញ្ញាប់ព្រោះឆាប់បានប្រាក់តែឯងខុសពីពួកគេតែម្ដងហើយលោកសេដ្ឋីសរសើរខ្ញុំពេកហើយនេះគឺជាការពិតណាបាទលោកសេដ្ឋីខ្ញុំអរគុណណាស់ខ្ញុំលាឲ្យបានសំណាងល្អណាស់អូននិយាយអញ្ចឹងឯងត្រូវចាំណាផ្ទះឯងក្រោយសាងសង់ហើយត្រូវទុកប្រហោងមួយចំដំបូលផ្ទះលុះគ្រប់3ខែសុំបំពេញវាវិញឮទេបាទលោកសេដ្ឋីខ្ញុំនឹងគោរពតាមប្រសាសន៍របស់លោកជានិច្ចថ្ងៃនោះមីនុបបានចាក់ចេញទៅជាមួយនឹងមាសប្រាក់ជាច្រើនព្រមទាំងសម្ភារៈសង់ផ្ទះមួយខ្នងផងដែរបុរសនេះសមណាស់នឹងទទួលបានរង្វាន់ទេវតាពពែសូមជួយគេផងទៅការពិតពពែនេះមិនមែនជាពពែធម្មតាទេដូច្នេះនេះគឺជាមូលហេតុដែលលោកសេដ្ឋីពិតជាល្អិតល្អន់ក្នុងការសាងសង់រោងជូនណាកន្លងទៅមួយរយៈមីនុបក៏បានសង់ផ្ទះរួចរាល់ចំណែកនីពុតវិញនោះក៏បានដើរចូលមកនិងបាននិយាយថាអូហូមានផ្ទះផងណោះឥឡូវនេះឯងបានប្រាក់ឈ្នួលច្រើនណាស់មែនទេបាទលោកសេដ្ឋីបានជូនមាសប្រាក់មួយចំនួនចំណែកនេះជាផ្ទះដែលលោកសេដ្ឋីជូនគ្នាផងដែរថាម៉េចសង់រោងពពែសោះក៏ជូនសម្ភារៈធ្វើផ្ទះបានឡើងមួយខ្នងទៀតមែនទេបាទគឺពិតមែនហើយអេឈប់សិនមើលអូមិនក៏មានប្រហោងអញ្ចឹងមែនហើយខ្ញុំយល់ហើយតាមពិតលោកសេដ្ឋីចង់ឲ្យឯងដេកហាលភ្លៀងតាតែមនុស្សធន់ទាបដូចជាឯងគេជូនផ្ទះប្រហោងអញ្ចឹងគឺសមហើយអូមិនអីទេសម្លាញ់ប្រហោងនឹងមានធំពេកឯណាប្រហោងប៉ុណ្ណឹងហើយនៅមិនថាធំទៀតណែសេដ្ឋីមានបំណងធ្វើបាបឯងច្បាស់ណាស់បានហើយបើនៅទៀតខ្ញុំសើចជ្រុះថ្មិញឥឡូវហើយសម្លាញ់ហើយសម្លាញ់ជួបម្ដងក៏ដៀលម្ដងចំអកម្ដងមិនប្រែសោះតាមពិតនីពុតកំពុងតែលួចច្រណែនរឿងមួយព្រោះសង់រោងសោះក៏បានផ្ទះមួយខ្នងមកវិញហេតុនេះនីពុតមិនទៅណាឆ្ងាយទេគាត់នៅចិត្តនោះដើម្បីតាមដានជីវិតរបស់មីននោះវាគ្មានទៅអស់ចាអីទេវាមិនអាចល្អជាងយើងបានទេបើប្រៀបធៀបយើងនោះយើងមានជាងវាឆ្ងាយណាស់រាត្រីមួយមីនុបបានចូលសម្រាកហើយគាត់បានសម្លឹងទៅប្រហោងដំបូលនិងបានគិតថាហេតុអីក៏លោកសេដ្ឋីឲ្យខ្ញុំទុកប្រហោងបែបនេះណោះពិតជាគួរឲ្យចម្លែកមែនកំពុងតែឆ្ងល់នោះដែរស្រាប់តែមានមាសជ្រុះមកតាមដំបូលជាច្រើនមីនុបឃើញហើយភ្ញាក់ផ្អើលជាខ្លាំងតែមានរឿងអីចេះមិនក៏មានមាសធ្លាក់ពីប្រហោងដំបូលបែបនេះជួនគ្នានោះក៏មានពពែមាសមួយក្បាលបង្ហាញខ្លួនចេញមកនិងបាននិយាយថានេះជារង្វាន់សម្រាប់អ្នកជាមនុស្សស្មោះត្រង់ជាមនុស្សល្អហេតុនេះអ្នកស័ក្តិសមនឹងទទួលបានរង្វាន់បែបនេះហើយនេះបានន័យថាអញជាពពែរបស់លោកសេដ្ឋីមែនទេពិតមែនហើយយើងជាពពែពីឋានសួគ៌ហើយយើងក៏ជាយាយចាស់ដែលឯងបានជួយនោះអីតើឯងចាំបានទេអញ្ចឹងលោកពពែបានប្រែកាឡាជាយាយចាស់មកបញ្ឆោតសាកល្បងខ្ញុំមែនទេមែនហើយម្យ៉ាងទៀតយើងមកថែរក្សាសេដ្ឋីព្រោះថាគេជាបរិសល្អរឿងនេះគ្មានអ្នកណាដឹងទេគឺមានតែលោកប៉ុណ្ណោះដែលដឹងអូតាមពិតគឺអញ្ចឹងសោះអរគុណហើយណាលោកពពែមាសល្អហើយចូលស្មោះត្រង់តទៅចុះលាសិនហើយណា
បានខ្ញុំដឹងហើយអរគុណហើយណា ពីពេលនោះមកមាននប់ក៏ទទួលបានមាសជាច្រើនរៀងរាល់ថ្ងៃរហូតគ្រប់កាលកំណត់ដែលលោកសេដ្ឋីប្រាប់ចំណែកនេះពុតឆ្ងល់ណាស់គាត់បានដើរមកនិងបាននិយាយថា ណែមាណប់មិនបានជាឯងមានអីយ៉ាងនេះព្រោះមានមាសជ្រុះពីលើដបូលនោះអីសម្លាញ់ស្អីគេឯងចង់ថាមាសជ្រុះតាមដបូលប្រហោងហ្នឹងមែនទេបានគឺបែបនោះហើយវាមិនដែល មីនុបនិយាយរឿងរ៉ាវប្រាប់មិត្តសម្លាញ់ចំណែកនេះពុតស្ដាប់ហើយក៏បានចាក់ចេញទៅនិងគ្មានអរគុណអ្វីឡើយក្រៅពីការច្រណែន ចាំមើលចុះយើងនឹងទៅសុំលោកសេដ្ឋីសាងសង់រោងពពែដែរបើបែបនោះយើងក៏អាចមានមាសជ្រុះពីលើដបូលដូចគ្នាដែរ គិតថៃមិនយូរទេគាត់ក៏បានសម្ដែងទៅផ្ទះលោកសេដ្ឋីដើម្បីសុំធ្វើរឿងមួយនៅតាមផ្លូវអើយចៅជួយយាយផងយាយឈឺណាស់ ហេស្អីហ្នឹងមិនក៏មកល្អគៀនដើមឈើនេះ ជួយផងណាយាយមានរបួសឈឺណាស់មិនជួយយាយមុខជាស្លាប់មិនខានឡើយ ចាស់ណាស់ហើយទោះបីជារបួសក៏រស់មិនបានយូរដែរយកល្អទៅស្លាប់ចុះលោកយាយខ្ញុំលីហើយ ពិតជាគ្មានទឹកចិត្តសោះហើយមនុស្សអីបែបនេះនោះចិត្តអាក្រក់ហួសថ្លែងតែម្ដងហើយលោកអើយលោកនេះពុតមិនខ្វល់នឹងលោកយាយទេមើលចុះគាត់បានធ្វើដំណើរបន្តទៀតហើយនៅផ្ទះសេដ្ឋី អញពិតជាចង់សង់រោងពពែដែរមែនទេបាទពិតណាស់លោកសេដ្ឋីហើយខ្ញុំជាជាងល្បីជាងមាណពទៅទៀតព្រោះខ្ញុំកន្លងមកខ្ញុំសង់ថ្វាយទៅបកគោណាទេបើសង់ថ្វាយទៅបកគោណាមិនក៏មកទីនេះឯងមិនខ្លាចអបកិត្តិយសក្នុងនាមជាជាងសាងសង់ដៃឯងទេមែនទេអអត់ទេព្រោះខ្ញុំពេញចិត្តទីនេះនោះអីលោកសេដ្ឋីបើអញ្ចឹងបានឯងទៅសាងសង់រោងពពែចុះតែទីនោះស្អុយលាមកបន្តិចហើយណាឯងអាចធ្វើបានទេមិនអីទេជាជាងសាងសង់មិនប្រកែករើសទីតាំងទេលោកសេដ្ឋីល្អណាស់អញ្ចឹងឯងចាប់ផ្ដើមចុះណាហើយធ្វើវាដោយផ្ចិតផ្ចង់ផងកុំប្រញាប់ឲ្យសោះឮទេប្រកាសណាស់លោកសេដ្ឋីសូមលោកទុកចិត្តលើខ្ញុំចុះទៀន នេះពុតបានដើរទៅខាងក្រោយផ្ទះសេដ្ឋីបន្តិចឬគាត់ក៏បានពោលម្នេះឯងថា ជាងចំណានដូចខ្ញុំគ្មានអីត្រូវសង់យូរទេបើសង់យូរមិនខុសពីជាងថ្មីថ្មោងឡើយ នេះពុតគិតខុសហើយមិនមែនជាងចំណានគឺជាជាងដែលសង់លឿនពេកទេតែជាជាងដែលមានទំនួលខុសត្រូវនិងគោរពតាមការចង់បានរបស់អតិថិជនទើបជារឿងត្រឹមត្រូវ ត្រឹមរោងពពែកប៉ិចកប៉ុកសង់ចំណាយពេលអីរាប់ខែនោះយ៉ាងយូរមួយសប្តាហ៍ក៏រួចបាត់ទៅហើយ ពិតមែនហើយពិតជាលឿនណាស់នេះពុតសង់បានយ៉ាងស្អាតហើយក៏បានលឿនផងដែរ ពិតជាលឿនណាស់ណោះអញពិតជាពូកែហើយក៏ចំណានទៀតបាទលោកសេដ្ឋីព្រោះខ្ញុំជាជាងលេខ1នោះអីឥឡូវលោកបកគលប្រាក់ឈ្នួលមកលោកសេដ្ឋីមិនអីទេចាំយើងឲ្យហើយឯងក៏ទទួលបានសម្ភារៈសម្រាប់សង់ផ្ទះមួយខ្នងផងដែរអូបាទល្អណាស់លោកសេដ្ឋីអរគុណណាស់ទៀនចាំណាឯងត្រូវទុកប្រហោងមួយចាំគ្រប់3ខែសម្បិតវាឲ្យចិត្តវិញចុះបាទលោកសេដ្ឋីខ្ញុំយល់ហើយខ្ញុំនឹងធ្វើតាមលោកទាំងអស់ទៀន នេះពុតរីករាយណាស់ហេតុនេះគាត់ក៏បានចាក់ចេញនិងសង់ផ្ទះសម្រាប់ខ្លួនបានយ៉ាងលឿនព្រមទាំងទុកប្រហោងដំបូលយ៉ាងធំលើពីប្រហោងផ្ទះមីនុបទៅទៀតផងក្មួយមិនក៏ទុកប្រហោងដ៏ធំអញ្ចឹងចុះបើមានភ្លៀងគិតយ៉ាងម៉េចទៅ